បងវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាតកតងនឹងការធ្វើវ៉ាក់សាំងបងវីដេអូមុនខ្ញុំបានបង្ហាញហើយតកតងនឹងការធ្វើវ៉ាក់សាំងតែមួយនេះទៀតគឺការធ្វើវ៉ាក់សាំងអុចហើយនឹងវ៉ាក់សាំងកំប្រូបងចំពោះវ៉ាក់សាំងខ្ញុំបានចេញវីដេអូប្រាប់បងហើយបងដែលគាត់ដៃថ្មីអីគាត់អាចទៅរកមើលវីដេអូដែលខ្ញុំនិយាយពីតកតងនឹងការធ្វើវ៉ាក់សាំងបងចំពោះការធ្វើវ៉ាក់សាំងនេះភាគច្រើនខ្ញុំអត់ដែរបង្ហាញនៅក្នុង Facebook ឬក៏ TikTok ទេបងដោយសារយើងដឹងស្រាប់ហើយបើយើងបង្ហាញប៉ះពាល់តែរៀងតិចហ្នឹងគឺវាចាប់ឲ្យបងអញ្ចឹងកុំឲ្យមានបញ្ហាច្រើនវ៉ាក់សាំងខ្ញុំអត់ដែរថតបង្ហាញប្រាប់បងទេតែបើបងដែលគាត់តាមដាន YouTube Channel របស់ខ្ញុំគឺបងនឹងបានដឹងហើយថាវ៉ាក់សាំងហ្នឹងគឺមានអ្វីខ្លះហើយគេធ្វើនៅមកអាយុចាប់ពីប្រហែលទៅអញ្ចឹងណាបងហើយវ៉ាក់សាំងតែមួយមុខបងការពារជំងឺបានតែមួយមុខទេណាបងហើយចំពោះកូនមកនេះគឺអាយុ20ថ្ងៃឯងបង19ថ្ងៃទៅ20ថ្ងៃហ្នឹងស្រីលើបងដែលគាត់មានបទពិសោធន៍ផ្សេងគឺគាត់អាចធ្វើខុសប្លែកពីនេះបងតែចំពោះខ្ញុំអាយុ18 19ថ្ងៃហ្នឹងគឺខ្ញុំធ្វើវ៉ាក់សាំងអុចចៃបងចំពោះវ៉ាក់សាំងអុចគឺគេជួយនៅស្លាបរងបងខ្ញុំអត់បង្ហាញបងប្អូនឃើញដោយសារខ្ញុំខ្លាច YouTube គាត់ចាប់បងអញ្ចឹងទៅអាចនឹងមើលទៅវារៀងខុសស្គងបន្តិចបងហើយសុខភាពកូនមនខាងខ្ញុំបងធានាតែកូនមនសេសុចគ្រប់អាយុគ្រប់វ៉ាក់សាំងឲ្យបងហ្មងអានេះសុខភាពវាល្អណាបងនិយាយទៅខ្ញុំចាំឲ្យតែបានប៉ុណ្ណេះហើយគឺខ្ញុំសប្បាយចិត្តមែនតើដោយសារពេលយើងដាក់ឲ្យភ្ញៀវទៅគាត់ក៏សប្បាយចិត្តដែរគាត់ទិញចំគោលដៅហើយបានគាត់មកសុខភាពល្អទៀតហើយគាត់យកទៅចិញ្ចឹមទៅដឹងតែចិញ្ចឹមបានហ្មងនិយាយទៅគាត់មកខាងខ្ញុំមួយដែលគាត់ធ្លាប់មកទិញម្ដងហើយគាត់សាកម្ដងហើយគាត់នឹងបកមកសាក់មកទិញម្ដងទៀតតែបងគាត់មកអាយុ21ថ្ងៃមែនប៉ុន្តែធំណាបងគឺខ្ញុំអត់មានប្រាប់បងថាអាយុ21ថ្ងៃហ្នឹងទៅមកលើថា30ថ្ងៃអីទេបងហើយតកតងនឹងការធ្វើវ៉ាក់សាំងវិញបងវ៉ាក់សាំងគឺគេខ្ញុំធ្វើអាយុ21ថ្ងៃហ្នឹងខ្ញុំធ្វើមាន3ឯងបងយើងធ្វើមួយអាទិត្យម្លងមួយអាទិត្យអញ្ចឹងណាបងហើយចំពោះកូនមកអាយុ21ថ្ងៃហ្នឹងគឺខ្ញុំអាយុ18ថ្ងៃហ្នឹងខ្ញុំធ្វើវ៉ាក់សាំងអុចឯងបងហើយចំពោះការក្រោយធ្វើវ៉ាក់សាំងហើយមុននឹងក្រោយគឺពេលមុនហ្នឹងបងកូនមាន់យើងត្រូវដាក់ថ្នាំវីតាមីនឲ្យវាផឹកតែបងរយៈពេល4ថ្ងៃទៅហើយយើងឲ្យវាផឹកទឹកត្រជាក់ធម្មតាណាបងបន្ទាប់ពីក្រោយធ្វើវ៉ាក់សាំងហើយហ្នឹងវ៉ាក់សាំងឲ្យតែធ្វើឲ្យដឹងតែវាក្តៅហើយបងអញ្ចឹងបងអាចលៃលោកថាដាក់ទឹកឲ្យវាផឹកធម្មតាក៏បានឬក៏បងប្រើថ្នាំវីតាមីនដែលគេណែនាំឲ្យយើងប្រើក្រោយចាក់វ៉ាក់សាំងហើយបងក្រោយធ្វើវ៉ាក់សាំងហើយបងដោយសារវីដេអូនេះគឺខ្ញុំភាគច្រើនយើងមើលទៅអាកាសធាតុដែរបងបើពេលធ្វើវ៉ាក់សាំងហើយទៅអាកាសធាតុរៀងមេតលឹមមេត្រជាក់គឺខ្ញុំបើកកម្ពស់កម្ដៅឬក៏ខ្ញុំដាក់ថ្នាំឲ្យវាផឹកបងតែបើធម្មតាការធាតុល្អហើយគឺខ្ញុំប្រើតែទឹកត្រជាក់ឲ្យវាផឹកទៅបងអាហ្នឹងភាគច្រើនដែរកថាមកស្រែសាព្រៃតឹងខ្ញុំហ្នឹងតែឲ្យធ្វើហ្មងដោយសារវីដេអូខ្ញុំចេញច្រើនមែនតើតកតងនឹងកូនមន់ប៉ុន្តែខ្ញុំអត់ដឹងថាបងគាត់យកអនុវត្តទៅបានជោគជ័យឬក៏បានផល 100% អត់ទេបងប៉ុន្តែខ្ញុំប្រាប់បងនេះគឺខ្ញុំប្រាប់ចេញពីចិត្តទៅហ្មងអត់មានលាក់លៀមបងទេដោយសារខ្ញុំជាមនុស្សដែលមិនសូវបកកាយនិយាយមែនទេបងអញ្ចឹងទៅបើបងមានសំណួរអីបងអាច comment ក្រោមវីដេអូនេះបានណាបងខ្ញុំនឹងលើក comment បងធ្វើនៅវីដេអូក្រោយបន្ទាប់ទៀតហើយបើចំពោះកូនមន់នេះវិញគឺអាយុ14ថ្ងៃ14ថ្ងៃគឺយើងត្រូវធ្វើវ៉ាក់សាំងកំប្រូឲ្យបងហើយចំពោះកូនមកអាយុ14ថ្ងៃសុខភាពវាល្អផលទាំងអស់អញ្ចឹងហ្មងបងមើលក្នុងវីដេអូហ្នឹងដឹងថាកូនមន់ខាងខ្ញុំសុខភាពវាល្អប៉ុន្មានហើយហើយកូនមន់វាមានស្គួយចម្រុះបងស្គួយចម្រុះស្អាតទាំងអស់ហ្មងពេលធំឡើងបងហើយចំពោះអង្កាមបើមានលក្ខណៈថាវាក្លន់ពេកគឺយើងក៏ត្រូវដូរចិនដូចគ្នាបងបើត្រង់បងដាក់មន់ច្រើនពេកក៏អត់បានដែរនិយាយទៅការចិញ្ចឹមមន់ណាគឺយើងប្រើនៃតិចហ្នឹងផ្សំគ្នាបងមិនផ្ដោតទៅលើការធ្វើវ៉ាក់សាំងហើយកូនមន់ដឹងចិញ្ចឹមរស់ជោគជ័យ 100% ទេណាបងគឺយើងត្រូវមើលកតាបន្តិចហ្នឹងទៅហ្មង
បើបងដែលគាត់ទៅតែរៀនទៅតែសាក់ចិញ្ចឹមចំពោះខ្ញុំគឺណែនាំឲ្យបងចាំចាប់ពីកូនមន់ទៅបងដោយសារខ្ញុំជាក់ស្ដែងបទពិសោធន៍ខ្ញុំរយៈពេល4ឆ្នាំនេះគឺខ្ញុំចាប់ផ្ដើមពីមន់120ក្បាលឡើងទៅដូចគ្នាប៉ុន្តែខ្ញុំយកកូនមន់មកចិញ្ចឹមមេបងកូនមន់ហ្នឹងគឺខ្ញុំយកពីគេទិញពីគេកូនមន់ទើបនោះបងចឹងហើយយើងហាត់ថែទាំវារហូតឡើងទៅដល់មេបាហើយបានយើងបានមកដល់បច្ចុប្បន្ននេះបងចឹងការដំណាក់កាលមួយបងដែលគាត់ចង់ក្រោយពីទៅនេះការងារបងចង់ចិញ្ចឹមសាក់អីបងអាចសាក់បានណាបងហើយចំពោះនេះដូចបងបានដឹងស្រាប់ហើយកូនមន់ខាងខ្ញុំចាំតែកូនមន់ស្រែសុតគ្រប់អាយុគ្រប់វ៉ាក់សាំងឲ្យបងហើយធានាទាំងអស់ទៅលើការដឹងជូនដូចគ្នាណាបងកូនមន់នេះសុខភាពល្អបងខ្ញុំមិនដឹងនិយាយថាម៉េចទេដោយសារខ្ញុំចង់បងប្អូនចិញ្ចឹមទៅជោគជ័យដូចខ្ញុំដែរអញ្ចឹងដើម្បីបរិយាទីផ្សារកសិកម្មឲ្យធំអញ្ចឹងណាបងដោយសារទីផ្សារមន់ឥឡូវគឺល្អមែនតើណាបងពីយើងក្រោយធ្វើវ៉ាក់សាំងហើយហ្នឹងគឺយើងដាក់ចំណីវាស៊ីធម្មតាទៅបងហើយចំពោះធុងកូនមន់វិញដូចខ្ញុំជម្រាបប្រាប់បងនៅវីដេអូមុនអញ្ចឹងបើបងចាំច្រើនគឺយើងត្រូវតែមានធុងកម្ដៅទូស្អំកម្ដៅរៀងធំល្មមប្រហែលដាក់កូនមន់ហ្នឹងបងបើបងចាំត្រឹម20ក្បាលអីបងអាចទិញទូដៃគេលក់តាមផ្សារដាក់កូនមន់បងហ្នឹងយើងអាចយកសាក់វាបានហើយយើងបិទតង់ឲ្យវាចិត្តមកពេលយប់ឡើងហើយយើងព្រឹកឡើងយើងបើយើងនៅផ្ទះទេយើងអាចដាក់វាហាលថ្ងៃបានបងណាសម្រាប់បងដែលគាត់ទៅតែរៀនចាំអញ្ចឹងហើយគាត់មានពេលនៅផ្ទះថែទាំផ្ទះអញ្ចឹងគឺបងអាចធ្វើវិធីនេះបានឥឡូវអញ្ចឹងបានដូចគ្នាបង